គ្រឿងស្រវឹងនិងអាហារកែច្នៃមានផ្លែឈើចំនួន4មុខដែលអាចធ្វើឲ្យថ្លើមរបស់អ្នកខូចហូរឈាមក្នុងខួរក្បាលនិងឈានទៅដល់ការកើតមហារីកថ្លើមប្រសិនបើអ្នកបរិភោគច្រើនពេកផ្លែឈើទាំង4មុខនោះមានផ្លែស្វាយទុំទុរេនផ្លែមៀនឬតាង៉ែននិងផ្លែ berry hawthorn ផ្លែស្វាយទុំផ្ទុកទៅដោយសារធាតុស្ករ fructose ប្រហែល 15% នេះបើយោងទៅតាមការសិក្សាឆ្នាំ2019ដោយបណ្ណាល័យវិទ្យាសាស្ត្រជាតិរបស់សហរដ្ឋអាមេរិកពេលបរិភោគស្វាយទុំដែលមានសារធាតុ fructose ច្រើនថ្លើមចាប់ផ្ដើមបំលែងជាតិស្ករនៅក្នុងស្វាយនេះទៅជាខ្លាញ់ប្រសិនបើជាតិស្ករនេះច្រើនពេកវាបណ្ដាលឲ្យកើតជំងឺខ្លាញ់រំថ្លើមនាំទៅដល់ការប្រមូលផ្ដុំជាតិខ្លាញ់ច្រើនឡើងនៅក្នុងកោសិកាថ្លើមដែលបង្កើនហានិភ័យខូចខាតថ្លើមធ្ងន់ធ្ងរអ្នកជំនាញណែនាំឲ្យទទួលទានផ្លែស្វាយទុំតូចមួយប៉ុណ្ណោះក្នុងមួយថ្ងៃប្រសិនបើអ្នកមានសុខភាពល្អប៉ុន្តែប្រសិនបើអ្នកមានខ្លាញ់រំថ្លើមស្រាប់ទៅហើយអ្នកមិនគួរបរិភោគនោះទេផ្លែឈើដែលត្រូវជៀសវាងទី2គឺផ្លែទុរេនដែលគេស្គាល់ថាជាស្ដេចផ្លែឈើទុរេនសម្បូរទៅដោយវីតាមីនហើយក៏សម្បូរកាឡូរីនិងខ្លាញ់ឆ្អែតអង្គភាពមូលនិធិថ្លើមអាមេរិកបានព្រមានថាសារធាតុទាំងនេះអាចធ្វើឲ្យជំងឺខ្លាញ់រំថ្លើមកាន់តែអាក្រក់ដោយបង្កឲ្យមានការរលាកការសិក្សាដែលគាំទ្រដោយ WHO ភ្ជាប់ការទទួលទានជាតិខ្លាញ់ឆ្អែតខ្ពស់ទៅនឹងភាពធន់នឹងអាំងស៊ុយលីននិងភាពតានតឹងនៅក្នុងថ្លើមដូច្នេះការទទួលទានទុរេនច្រើនគំរាមកំហែងដល់ថ្លើមយ៉ាងខ្លាំងផ្លែមៀននិងតាង៉ែនផ្ទុកទៅដោយជាតិស្ករធម្មជាតិក្លូយកូសនិងសូក្រូសការសិក្សាឆ្នាំ2021ដោយ Food Frontier បានរកឃើញថាការទទួលទានផ្លែឈើប្រភេទនេះច្រើនពេកធ្វើឲ្យសុខភាពពោះវៀនចុះខ្សោយបង្កជាការរលាកនិងមុខងារថ្លើមក៏ចុះខ្សោយដែរហើយបង្កទៅជាខ្លាញ់រំថ្លើមផ្លែឈើចុងក្រោយដែលត្រូវជៀសវាងគឺផ្លែ berry hawthorn ដែលត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងទឹកស៊ីរ៉ូឬបរិភោគឆៅសារធាតុអាស៊ីតសរីរាង្គរបស់ផ្លែនេះជួយរំលាយអាហារក៏ប៉ុន្តែការញ៉ាំច្រើនពេកធ្វើឲ្យក្រពះនិងថ្លើមចុះខ្សោយជាពិសេសអ្នកកំពុងមានបញ្ហាថ្លើមស្រាប់អ្នកជំនាញណែនាំមិនឲ្យញ៉ាំលើសពី150ក្រាមឡើយគួរបញ្ជាក់ថាថ្លើមគឺជាសរីរាង្គដ៏សំខាន់ដែលទទួលខុសត្រូវលើមុខងារជាង500រួមទាំងការច្រោះជាតិពុលចេញពីឈាមជួយទៅដល់ការរំលាយអាហារការរក្សាទុកសារធាតុចិញ្ចឹមនិងគ្រប់គ្រងការកកឈាមនៅពេលដែលថ្លើមធ្វើការធ្ងន់ពេកវាចាប់ផ្ដើមចុះខ្សោយប្រសិនបើមិនបានព្យាបាលទេវានាំឲ្យមានការហើមនិងហូរឈាមក្នុងខួរក្បាលការឆ្លងមេរោគធ្ងន់ធ្ងរឬក៏មហារីកថ្លើមប្រសិនបើអ្នកស្រឡាញ់ថ្លើមរបស់អ្នកចូលបរិភោគផ្លែឈើទាំង4ប្រភេទនេះក្នុងបរិមាណសមល្មមបើទោះបីជានោះជាសារធាតុស្ករធម្មជាតិក៏ដោយ